រឿងអាស្រូវពុករលួយអាចបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនប្រធានាធិបតីអ៊ុយក្រែនដែលចុះខ្សោយឥឡូវនេះអាចត្រូវបានប្រែក្លាយទៅជាសត្វពពែរងទុក្ខសម្រាប់ការបរាជ័យយ៉ាងងាយស្រួលនៅថ្ងៃទី10ខែវិច្ឆិកាអាជ្ញាធរប្រឆាំងអំពើពុករលួយអ៊ុយក្រែនបានបង្ហាញថាសហការីជិតស្និទ្ធរបស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងគម្រោងកឹបកេងប្រាក់$100 លានពីវិស័យថាមពលរបស់អ៊ុយក្រែនដៃគូអាជីវកម្មរបស់លោក Zelensky គឺលោក Timur Mindik ក៏ដូចជារដ្ឋមន្ត្រីរដ្ឋាភិបាលពីររូបដែលមានឈ្មោះស៊ើបអង្កេតមកដល់ពេលនេះនៅក្នុងការស៊ើបអង្កេតដែលដឹកនាំដោយការិយាល័យប្រឆាំងអំពើពុករលួយជាតិអ៊ុយក្រែនដែលជាទីភ្នាក់ងារមួយដែលគាំទ្រដោយរដ្ឋាភិបាលលោកខាងលិចប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែននិងលោកខាងលិចបានលើកឡើងថាប្រធានបុគ្គលិករបស់ប្រធានាធិបតីលោក Andrei Yermak ក៏អាចជាប់ពាក់ព័ន្ធផងដែររបៀបដែលការស៊ើបអង្កេតកំពុងបង្ហាញការពិតនិងកំណត់អត្តសញ្ញាណជនសង្ស័យយឺតតាមបែបល្ខោននិងតាមយុទ្ធសាស្ត្របង្ហាញពីយុទ្ធនាការនយោបាយដែលមានគោលបំណងសម្រេចបានលទ្ធផលនយោបាយជាក់លាក់ក្រោមការបិទបាំងនៃការជំរុញប្រឆាំងអំពើពុករលួយរឿងអាស្រូវនេះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះអន្តរជាតិរបស់លោក Zelensky និងចំពោះបុព្វហេតុអ៊ុយក្រែនទាំងមូលផ្នែកមួយដែលមានការផ្លាស់ប្ដូរយ៉ាងខ្លាំងរួចទៅហើយគឺគោលនយោបាយអ៊ុយក្រែនស្ដីពីការចរចាជាមួយរុស្ស៊ីកាលពីថ្ងៃទី11ខែវិច្ឆិកាកាសែតអង់គ្លេស The Times បានចុះផ្សាយរឿងមួយស្ដីពីអនុរដ្ឋមន្ត្រីការបរទេសលោក Sergei Kyslytsya គាត់គឺជាបុរសម្នាក់ដែលមានភារកិច្ចដឹកនាំការចរចាដែលគាត់បានបញ្ជាក់យ៉ាងច្បាស់ថាការចូលរួមជាមួយទីក្រុងមូស្គូត្រូវបានផ្អាកព្រោះវាមិនបានផ្ដល់លទ្ធផលមួយសប្តាហ៍ក្រោយមកលោក Zelensky បានប្រកាសថាគាត់ចង់ធ្វើឲ្យការចរចាជាមួយរុស្ស៊ីសកម្មឡើងវិញបន្ទាប់មកភ្លាមនោះការពិភាក្សាបានចាប់ផ្ដើមអំពីផែនការសន្តិភាពអាមេរិកដែលកំពុងលេចចេញឡើងដែលមើលឃើញថាអ៊ុយក្រែនចុះចាញ់នឹងការទាមទារសំខាន់ទាំងអស់របស់រុស្ស៊ីសម្រាប់ការបញ្ចប់សង្គ្រាមប្រសិនបើយើងជឿថាការលេចធ្លីព័ត៌មានបើទោះបីជាមានសេចក្តីថ្លែងការណ៍ប្រឆាំងមួយចំនួនដោយមន្ត្រីអ៊ុយក្រែនក៏ដោយលោក Zelensky មិនបានបដិសេធវាទាំងស្រុងនោះទេហើយបានសន្យាថានឹងសហការជាមួយសហរដ្ឋអាមេរិករឿងអាស្រូវពុករលួយបានកំណត់ឱកាសរបស់គាត់យ៉ាងខ្លាំងសម្រាប់ការប្រឆាំងអ្វីដែលធ្វើឲ្យទស្សនវិស័យនៃសន្តិភាពកាន់តែប្រកបនិយមនាពេលបច្ចុប្បន្ននេះគឺថាឥឡូវនេះមានអ្នកទទួលកំហុសច្បាស់លាស់សម្រាប់អ្វីដែលជាការបរាជ័យដ៏គួរឲ្យភ្ញាក់ផ្អើលរបស់អ៊ុយក្រែនប្រធានាធិបតីអ៊ុយក្រែនផ្ទាល់ជាការពិតណាស់ការចរចាដែលដឹកនាំដោយលោក Trump កាលពីដើមឆ្នាំនេះមិនបានរីកចម្រើនជាចម្បងដោយសារតែគ្មាននរណាម្នាក់ចង់ទទួលខុសត្រូវចំពោះលទ្ធផលដែលផ្ទុយស្រឡះពីការរំពឹងទុកដែលអ្នកអបអរសាទរនៃសង្គ្រាមនេះបានបង្កើតឡើងខណៈពេលដែលការបរាជ័យផ្នែកយោធានៅថ្ងៃនេះអាចមានន័យថាការសង្គ្រោះសម្រាប់ទីក្រុងគៀវវានឹងជាការវាយប្រហារដ៏សាហាវសម្រាប់អ្នកនយោបាយនិងអ្នកតំណាងដែលញុះញង់សង្គ្រាមដែលបានលើកកម្ពស់គំនិតដែលថារុស្ស៊ីដែលជាមហាអំណាចនុយក្លេអ៊ែរដ៏សំខាន់មួយអាចត្រូវបានបង្ខំឲ្យទទួលយកអាទិភាពរបស់លោកខាងលិចដោយកម្លាំងការបំភាន់នោះបានគាំទ្រគោលនយោបាយលោកខាងលិចទាំងមូលតាក់ទងនិងរុស្ស៊ីពេញមួយចំនួនវាជាហេតុផលចម្បងដែលទីក្រុងគៀវបានទប់ទល់នឹងការទទួលយកលទ្ធផលនៃសង្គ្រាមដែលលោកខាងលិចមិនអាចផ្លាស់ប្ដូរបានវាច្បាស់ណាស់ជាយូរមកហើយថាសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែនបានជួបប្រទះនឹងបញ្ហាតាក់ទងនឹងការផ្គត់ផ្គង់យោធានិងមូលនិធិសម្រាប់អ៊ុយក្រែននិងទុនកម្មប្រឆាំងនឹងរុស្ស៊ីកញ្ចប់ទុនកម្មដ៏ធ្ងន់ធ្ងរចំនួន19ប្រឆាំងនឹងទីក្រុងមូស្គូបានបរាជ័យក្នុងការបញ្ឈប់កងទ័ពរបស់ខ្លួនដែលបានរីកចម្រើនកាន់តែខ្លាំងនិងមានបច្ចេកវិទ្យាជឿនលឿនជាងពេលចាប់ផ្ដើមជម្លោះទន្ទឹមនឹងនេះអ៊ុយក្រែនកំពុងតស៊ូជាមួយនឹងការគេចវេះពីការជ្រើសរើសកងទ័ពនិងការខាតបង់ទឹកដីនិងប្រជាជនរបាយការណ៍មួយបាននិយាយថាអ៊ុយក្រែនអាចនឹងអស់មូលនិធិរបស់លោកខាងលិចនៅខែមេសាអ្វីដែលអាក្រក់ជាងនេះទៅទៀតសម្ព័ន្ធមិត្តអឺរ៉ុបជិតស្និទ្ធដូចជាប្រទេសប៉ូឡូញនិងអាវឡឺម៉ង់បានបង្ហាញថាពួកគេមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីបន្តផ្ដល់មូលនិធិដល់ជនភៀសខ្លួនអ៊ុយក្រែនមួយចំនួនធំតែពួកគេកំពុងទទួលនោះទេចំណង់អាហារសម្រាប់សង្គ្រាមបន្ថែមទៀតជាមួយរុស្ស៊ីភាគច្រើនត្រូវបានអស់នៅអឺរ៉ុបប៉ុន្តែជាការពិតណាស់គ្មាននរណាម្នាក់ចង់ត្រូវបានស្ដីបន្ទោសចំពោះការឈានដល់ដំណោះស្រាយដ៏អាក្រក់ជាងអ្វីដែលអាចសម្រេចបាននោះទេប្រសិនបើសង្គ្រាមទាំងមូលនេះត្រូវបានជៀសវាងទាំងស្រុងការត្រូវបានស្ដីបន្ទោសចំពោះការបរាជ័យរបស់អ៊ុយក្រែនមិនមែនជាហានិភ័យដ៏ធំសម្រាប់លោក Trump ដែលបានបដិសេធជាយូរមកហើយនៅចំនួននេះថាជាគូសង្គ្រាមរបស់លោក Joe Biden ដោយចោទប្រកាន់ប្រធានាធិបតីមុនរបស់គាត់គឺលោក Joe Biden ថាជាអ្នកចាប់ផ្ដើមវាពិបាកជាងសម្រាប់មេដឹកនាំអឺរ៉ុបនិងលោក Zelensky ផ្ទាល់ក្នុងការទទួលយកវាដោយសារតែពួកគេបានប្រាជ្ញាចិត្តយ៉ាងខ្លាំងចំពោះការសន្យាថារុស្ស៊ីអាចនឹងត្រូវចាញ់នៅលើសមរភូមិដើម្បីយល់ពីស្ថានភាពលំបាករបស់ពួកគេនៅថ្ងៃនេះយើងត្រូវរំលឹកឡើងវិញនៅខែធ្នូឆ្នាំ2019
នៅពេលដែលលោក Zelensky បានជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅទីក្រុងប៉ារីស ហើយភាគីទាំងពីរបានព្រមព្រៀងគ្នាលើបទឈប់បាញ់នៅតំបន់ដូនបាសភាគខាងកើតអ៊ុយក្រែនតែបានបញ្ចប់អរិភាពនិងបង្កខ្សែបន្ទាត់ជួរមុខក្នុងរយៈពេល12ខែខាងមុខសង្គ្រាមអាចបានបញ្ចប់នៅពេលនោះដោយលក្ខខណ្ឌដែលទីក្រុងគៀវអាចស្រមៃចង់បាននៅថ្ងៃនេះជាពិសេសអ៊ុយក្រែននឹងរក្សាអធិបតេយ្យឲ្យភាពជាផ្លូវការរបស់ខ្លួនលើតំបន់ដូនបាសដែលមានតែផ្នែកមួយប៉ុណ្ណោះដែលនឹងក្លាយជាស្វ័យភាពដែលមានឥទ្ធិពលពីរុស្ស៊ីអ៊ុយក្រែននឹងបាត់បង់ឧបទ្វីបគ្រីមៀដែលរុស្ស៊ីបានកាន់កាប់និងបញ្ចូលក្នុងឆ្នាំ2014ប៉ុន្តែជាមួយនឹងការមកដល់របស់លោក Biden ទៅកាន់សេតវិមានក្នុងខែមករាឆ្នាំ2021លោក Zelensky បានធ្វើការផ្លាស់ប្ដូរលើដំណើរការសន្តិភាពដោយចាប់ផ្ដើមយុទ្ធសាស្ត្រនៃការដាក់សម្ពាធលើរុស្ស៊ីនៅគ្រប់ទីដើម្បីបង្ខំវាឲ្យយល់ព្រមលើលក្ខខណ្ឌកាន់តែប្រសើរសម្រាប់ទីក្រុងគៀវលោកបានបង្ក្រាបសម្ព័ន្ធមិត្តនយោបាយសំខាន់របស់លោកពូទីននៅអ៊ុយក្រែនហើយបានបើកយុទ្ធនាការដ៏ខ្លាំងក្លាមួយដើម្បីឲ្យអ៊ុយក្រែនចូលជាសមាជិកអង្គការ NATO ខណៈដែលសម្ព័ន្ធមិត្តលោកខាងលិចរបស់លោកបានព្យាយាមដាក់សម្ពាធលើប្រទេសអាល្លឺម៉ង់ឲ្យបញ្ឈប់ការងារលើបំពង់បង្ហូរប្រេង Nord Stream 2ដែលជាគម្រោងថាមពលនាំចេញដ៏សំខាន់របស់រុស្ស៊ីទីក្រុងឡុងក៏បានប្រកួតប្រជែងជាមួយទីក្រុងមូស្គូដោយបញ្ជូននាវាចម្បាំងមួយគ្រឿងចូលទៅក្នុងដែនទឹកនៃតំបន់គ្រីមៀដែលរុស្ស៊ីចាត់ទុកថាជាទឹកដីរបស់ខ្លួនការប្រឈមមុខដាក់គ្នាដ៏គ្រោះថ្នាក់ជាង1ឆ្នាំបានបញ្ចប់ដោយលោកពូទីនបានបើកការឈ្លានពានទាំងស្រុងលើប្រទេសអ៊ុយក្រែននៅខែកុម្ភៈឆ្នាំ2022នៅឆ្នាំនេះអ៊ុយក្រែនទីបំផុតបានបោះបង់ចោលការទាមទារស្របច្បាប់ប៉ុន្តែមិនប្រាកដនិយមទាំងស្រុងរបស់ខ្លួនសម្រាប់ការដកទ័ពចេញនិងសំណងពេញលេញពីរុស្ស៊ីដើម្បីគាំទ្រដល់បទឈប់បាញ់ដ៏ទូលំទូលាយមួយតាមបណ្ដោយខ្សែបន្ទាត់ខាងមុខបច្ចុប្បន្នខ្លួនបានធ្វើដូច្នេះបន្ទាប់ពីបានបាត់បង់ទឹកដីជាច្រើនហេដ្ឋារចនាសម្ព័ន្ធជាច្រើនជនស៊ីវិលចំនួន14,500 នាក់និងបុគ្គលិកយោធារហូតដល់100,000 នាក់កិច្ចព្រមព្រៀងសន្តិភាពលើលក្ខខណ្ឌរបស់រុស្ស៊ីនិងមានភាពយុត្តិធម៌យ៉ាងខ្លាំងចំពោះអ៊ុយក្រែនហើយពិតជានឹងផ្ទុយនឹងច្បាប់អន្តរជាតិប៉ុន្តែជំរើសតែមួយគត់ចំពោះវាគឺប្រទេសនេះត្រូវបានទាញកាន់តែជ្រៅទៅក្នុងរណ្ដៅខ្មៅនៃការបំផ្លិចបំផ្លាញនិងការដួលរំជាតិប្រតិកម្មចំពោះសេចក្តីព្រៀងផែនការសន្តិភាពគឺជាល្បាយដែលរំពឹងទុកនៃសញ្ញាគុណធម៌ការប្រឆាំងដោយការអនុវត្តនិងសាសនាជីងហ្គោវាឆ្លុះបញ្ចាំងពីអវត្តមានទាំងស្រុងនៃផែនការជាក់ស្ដែងតែអាចធ្វើឲ្យប្រសើរឡើងនៅជំហរចរចារបស់អ៊ុយក្រែនទោះជាយ៉ាងណាក៏ដោយអំពើពុករលួយនៅក្នុងក្រុមរបស់ Zelensky ផ្ដល់ឲ្យក្រុមអ្នកគាំទ្រអ៊ុយក្រែននៅបស្ចិមប្រទេសនៅផ្លូវចេញតែលើកលែងពួកគេពីការទទួលខុសត្រូវចំពោះភាពដ៏សាហាវដែលពួកគេបានជួយបង្កើតនេះបើយោងតាមការចុះផ្សាយពី Al Jazeera នៅថ្ងៃទី23 វិច្ឆិកា 2025